ណាអូនសូមរូបស្រីឆ្លើយមកណាអូនសូមរូបស្រីมันเปิดត្រឹមរឿងប៉ុណ្ណឹងមិនតាមបាត់ធ្វើជាជួយចាប់ខ្លាំងទេប្រៀបនឹងការជួយចាប់ឲ្យខ្ញុំមាន25ឆ្នាំកន្លងមកប៉ុណ្ណឹងនៅស្ទើរខ្លាំងណាស់ដឹងតែគូសាប់បងឈប់បាត់ខ្ញុំឲ្យរស់បែបណាទេចុះតាមមកខ្ញុំបងអត់ធ្វើខ្ញុំមិនបានទេការសងសឹកខ្ញុំមិនទាន់ចាប់ទេមិនអាចឲ្យចាប់ដោយបែបនេះទេខ្ញុំមិនអាចឲ្យគ្រោះថ្នាក់ចរាចរណ៍នេះបង្អាក់ដំណើរការខ្ញុំដាច់ខាតខ្ញុំមិនអាចនៅទីនេះទេខ្ញុំត្រូវតែរំដោះខ្លួនចេញពីទីនេះកោស្អីនឹងមានរឿងអីគឺខ្ញុំយល់សពសំទោសគឺយល់សពអាក្រក់ណាស់មកលោកស្រីសាងបាបកម្មស្អីខ្លះទើបចេះតែយល់សពអាក្រក់ខ្ញុំតែបន្ទប់អូនវូមើលសិនគេដូចជាមិនទាន់មកវិញទេណែអូនជាម្ដាយក្មេកប្រភេទណាទៅបន្ទប់កូនប្រុសធ្វើអីគឺថាមានការចេញទៅក្រៅតែយកថ្មនេះហាយទេក៏ទេមិនចូលទៀតអ្នកធ្វើមុខចំនួនចូលផ្ទះវាមិនទៀងពេលកូនធំប៉ុណ្ណឹងហើយលោកស្រីនៅខ្វល់ពីគេដល់ពេលណាទៀតឈប់គិតផ្ដេសផ្ដាស់ទៅចាប់ដេញមកចាំតែរឿងខាងនេះជួយអើយអើសិនអត់វល់ទេអារ៉ាន់មិនទេអារ៉ាន់អារ៉ាន់ត្រង់ឆ្អឹងទាំងសងខាងមានស្នាមប្រេះកុំមិនសង្កត់លើវាទ្រាំឈឺបន្តិចទៅក្បាលអូនរបួសធ្ងន់ណាស់មើលទៅត្រូវដេកហើយមិនបានទេបើបន្សល់ស្នាមលើមុខអ្នកផ្ទះនឹងដឹងគ្រាន់តែរកអីបិទងាយៗទៅយកសក់មកបាំងគឺបានហើយបែបនេះឈឺខ្លាំងណាស់ទ្រាំបានទេមិនអីទេទោះឈឺប៉ុណ្ណាក៏ខ្ញុំអាចទ្រាំបានតែមិនអាចឲ្យពួកគេដឹងដាច់ខាតឲ្យពួកគេយកថាអូនវូបើកឡានបុកគេដោយខ្លួនឯងឯខ្ញុំនៅផ្ទះរហូតបើគ្រប់យ៉ាងត្រូវចាប់បានជីវិតខ្ញុំចាំមិនខានចាំបងផ្លែអូនស្ដាប់ឲ្យបានច្បាស់បងនឹងខ្លាញ់ធ្វើជាបរិយាអគ្គនាយកស៊ីនអូនធ្វើជាមិនដឹងមិនអីទៅហើយឡើងទៅខាងលើទៅខ្លាញ់ធ្វើជានៅក្នុងផ្ទះរហូតហើយធ្វើបានទេចាខ្ញុំអាចធ្វើបានអូយ
មកទាំងយប់មានការអីសុំទោសដែលមករំខានទាំងយប់តែខ្ញុំមានការមិនទាន់រាយការណ៍ជូនលោកអគ្គនាយកព្រោះមានរឿងសំខាន់ទើបទៅមកទាំងយប់បែបនេះអង្គុយសិនទៅខ្ញុំទៅហៅគាត់ឲ្យស្អីគេចេះដីតាហើយមិនក៏មានដីនៅក្នុងផ្ទះបាននេះណាតើមានការមិនទាន់អីទើបមករកខ្ញុំទាំងយប់ប្រលប់អញ្ចឹងសុំទោសពេលខ្ញុំរៀបចំអីវ៉ាន់នៅក្នុងផ្ទះក៏ប្រទះឃើញរបស់ប៉ាខ្ញុំមួយនេះខ្ញុំគិតថាមានប្រយោជន៍ជារបស់រាជការណាមែនទេនេះជាបញ្ជីសម្ងាត់របស់ក្រុមហ៊ុននេះតើរឿងនេះចាត់ចែងរួចរាល់អស់ហើយវាគ្មានចាំបាច់អីទៀតទេអូអញ្ចឹងខ្ញុំឃើញវាគឺជាការសម្ងាត់របស់ក្រុមហ៊ុនទើបប្រញាប់យកមកឲ្យលោកខ្ញុំគិតច្រើនពេកហើយមិនអីទេលោកធ្វើក៏ដើម្បីខ្ញុំដែរនេះហេតុអីក៏មានរូបថតម្នាក់នេះនៅក្នុងបញ្ជីសម្ងាត់លេខានាមគេជាណាអូគ្មានអីទេម្នាក់នេះធ្លាប់កើតឧបទ្ទហេតុនៅក្នុងរោងចក្រពីមុនមួយនេះខ្ញុំយកទុកចុះសម្លេងស្អីហ្នឹងអ្នកបងនៅក្នុងនេះរហូតទេមិនប្រយ័ត្នក៏ដួលក្នុងបន្ទប់ទឹកគ្មានអីធំដុំទេមិនក៏មិនប្រយ័ត្នសោះអញ្ចឹងបងប្រុសដឹងច្បាស់ជាភ័យមិនខានតែបងមកវិញតាំងពីពេលណាមកវិញពេលណាអីបងនៅផ្ទះពេញមួយយប់ហើយតាពេលខ្ញុំមកខ្ចីឆ្នាំកញ្ចក់បងអត់នៅក្នុងបន្ទប់ទេពេលបងអង្គុយតាមជើងក្នុងបន្ទប់ទឹកក៏គេងលក់មកភាំងទេបងខ្ញុំគិតក្នុងទាំងកាយយ៉ាបានខុសក្តីប្រាថ្នាមិនអាចបងខំការពិតបងខ្ញុំឲ្យចិត្តអីក្បាលឯងប៉ះត្រូវនឹងអីហ្នឹងខ្ញុំមិនប្រយ័ត្នក៏ដួលក្នុងបន្ទប់ទឹកគ្មានអីធ្ងន់ធ្ងរទេអ្នកម៉ាក់អាយ៉ារកថ្នាំលេបអែលអទៅកុំឲ្យមានស្នាមអូនវូមិនទាន់មកវិញទេហ៎ចាទូរស័ព្ទក៏បិទថ្មនៅតែហើយលោកមកដែរបាទណាបងខ្ញុំមកទាំងយប់ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលអស់ហើយអ្នកណាទេមកទៅរៀបបែបនេះចាទីនេះហុងឆាំងដុងមែនជាផ្ទះស៊ីនអ៊ីនវូថាម៉េចនៅទៀតប្រពៀបឆក់អូនវូអូនវូមិនក៏បងកែងនៅទីនេះអ្នកណាធ្វើបងឃើញជាបែបនេះមិនអាចទេអ្នកបងស្ងប់អារម្មណ៍សិនទៅអ្នកបងពេលនេះគឺមិនអាចដួលម្នាក់ទៀតទេមិនក៏កូនប្រុសខ្ញុំខ្លាចតែជាបែបនេះគេនៅរស់សុកមិននឹងអាចស្លាប់បានទៅឆាប់ជួយគេរស់ភ្លាមទៅលោកខ្ញុំមានជាអណាស់ដូច្នេះឲ្យសូមជួយគេរស់ផងឆាប់ឲ្យគេដឹងខ្លួនទៅលោកធ្វើទៅឲ្យគេដឹងខ្លួនមកលោកត្រូវជាអ្វីនឹងស៊ុនអូនវូពួកគាត់ជាឪពុកម្ដាយហេតុអីគេមានគ្រោះថ្នាក់ចរាចរណ៍ស៊ុនអូនវូបើឡានក្នុងល្បឿនលឿនទៅបុកឡាននៅពីមុខតែកង់ឡានមួយទៀតក៏រងរបួសធ្ងន់ដែរមិនយ៉ាងអាចទៅគេជាមនុស្សមាត់ចត់មិនយ៉ាងអាចបើកឡានបុកគេប្រេះផ្ដាស់ទៅមួយជីវិតគេមិនដែលជួបរឿងគ្រោះថ្នាក់ចរាចរណ៍ទេប៉ាស្ងប់អារម្មណ៍បន្តិចទេមិនឃើញបងប្រុសទេប៉ាកំពុងព្យាយាមជួយហើយតែបែបនេះសុំប៉ាកុំចឹងអីត្រៀមឆក់ពេលនេះគាត់រួចផុតពីគ្រោះថ្នាក់ហើយត្បិតថាអ្នកជំងឺនៅសម្លាប់តែបេះដូងចិត្តវិលមករកភាពធម្មតាវិញហើយក៏អាចដកដង្ហើមធម្មតាដែរអញ្ចឹងមកនេះថាគាត់នឹងខ្លួនឡើងវិញហើយមែនទេអ្នកជំងឺគឺមានរាងកាយមិនដូចគ្នាទេហើយខ្ញុំក៏មិនទាន់ហ៊ានធានាដែរតែខ្ញុំនឹងប្រឹងប្រែង
មិនទៅគាត់អាចមិនដឹងខ្លួនរហូតដែរទេអត់ទេគាត់ត្រូវតែដឹងខ្លួនឡើងវិញគាត់ច្បាស់ជាបារម្ភពីខ្ញុំគាត់កេងមិនយូរទេពួកយើងទៅរៀបការនឹងគ្នាអនវូមិនអាចគ្មានការទទួលខុសត្រូវបែបនេះទេអើយអត់នេះចំមែនហើយតែគេទៅឆាងយានទាំងយប់ធ្វើស្អីទៅថែមទាំងមានភ្លៀងធ្លាក់ខ្លាំងទៀតកូនប្រសាគេអត់និយាយអីជាមួយឯងទេហ៎មិនអាចគេមិនប្រាប់អីឯងនោះទេគាត់អត់មាននិយាយអីទេគ្រាន់តែប្រាប់ថាទៅជួបមនុស្សម្នាក់ខ្ញុំក៏មិនចាប់អារម្មណ៍ដែរតើយប់មិញអ្នកបងចេញទៅក្រៅតើមែនដែរទេថាម៉េចចេញទៅក្រៅស្អីទៅយប់មិញពេលដែលខ្ញុំទៅបន្ទប់ទឹកខ្ញុំបានឃើញដីនៅមុខបន្ទប់អ្នកបងខ្ញុំគិតថាច្បាស់ជាមានអ្នកណាចេញទៅក្រៅហើយបងថ្លៃឯងចេញទៅក្រៅពីកលយើងឃើញគេមកផ្ទះសម្រាប់យូរហើយម៉ែមើលទៅមកការទេគ្រប់គ្នាហត់ហើយនាំគ្នាទៅសម្រាប់ចុះអូនមែននាំមកអ្នកនាយកនិងលោកស្រីទៅសម្រាប់ទៅទោះឲ្យខ្ញុំមើលនៅទីនេះអ្នកផ្ទះនៅទីនេះទាំងអស់ហើយហេតុអីត្រូវឲ្យលោកមើលខ្ញុំមិនទៅណាទាំងអស់រហូតដល់កូនខ្ញុំដឹងខ្លួនវិញខ្ញុំនឹងនៅក្បែរខ្លួនគេលោកស្រីជាគ្រូពេទ្យអីទោះជានៅទីនេះក៏មិនអាចជួយអីអ៊ុនវូបានដែរកូនផុតគ្រោះថ្នាក់ហើយទីនេះទុកឲ្យកូនម្សានិងគ្រូពេទ្យណាមើលទៅគ្រប់គ្នាទៅសម្រាប់វិញចុះគេមួយសបកសិនទើបស្អែកអាចធ្វើស្អីបានទៀតប៉ុន្តែគេធ្វើតាមលបាទៅណាម៉ាក់បានតែមកចង់កោទៀតទៅគិតយ៉ាងម៉េចទៅបងចូលសិនបងប្រុសខ្ញុំពឹងលើបងហើយលោកប្តីអូនសុំអើយមែនហើយខ្ញុំមិនត្រូវមានអារម្មណ៍ខុសទេពីព្រោះមិនមែនខ្ញុំអ្នកបង្កទោះជាខ្ញុំអ្នកបើកឡានតែអ្នកជួបគ្រោះថ្នាក់ចរាចរណ៍គឺស៊ីនអ៊ុំរូខ្ញុំអត់បានធ្វើអីខុសទេតកងឡើងខាងនោះទើបតែស្លាប់បាត់បង់ជីវិតថាម៉េចគេស្លាប់ហើយអញ្ចឹងធ្វើម៉េចទៅបើអូនវូដឹងខ្លួនគេនឹងថាខ្ញុំជាអ្នកបើកឡានមែនគង់តែមួយថ្ងៃនោះទេមិនបានទេមិនអាចឲ្យបើកនោះទេឆាប់កំចាត់អូនវូទៅខាងបងជាគ្រូពេទ្យមែនទេមែនបងជាគ្រូពេទ្យគ្រូពេទ្យគឺជាអ្នកជួយមនុស្សមិនមែនយកជីវិតគេមកលេងសើចទេតែចាប់ផ្ដើមមិនអាចបញ្ចប់ដោយបែបនេះទេការជួយចាប់ដែលខ្ញុំមានកន្លងមកតែកាត់យ៉ាងម៉េចខ្ញុំដឹងថាសម្រាប់មនុស្សគឺត្រូវសំជីវិតតែមិនមែនពេលនេះទេមិនតាន់សំសាច់ឲ្យខ្ញុំធ្វើអីក៏ព្រមដែរកុំច្រឡោតស្ងប់អារម្មណ៍សិនទេយ៉ាងណាទៅរកវិធីរំដោះខ្លួនឲ្យបានអ្វីដែលយើងធ្វើគឺត្រឹមត្រូវទេវតានឹងឈរខាងពួកយើងមែនហើយត្រូវស្ងប់អារម្មណ៍សិនអ៊ុនវូកែនៅទីនេះអាចជាឱកាសល្អពួកយើងដោះស្រាយរឿងគ្រប់យ៉ាងតាមផែនការគឺបានហើយមកដល់ឯងទៅណោះហើយទៅមកទីពេទ្យហើយទៅជួយមើលបងថ្លៃបងថ្លៃបងប្រុសយ៉ាងម៉េចហើយដឹងខ្លួនហើយនៅមិនតាន់ទេតែមិនយូរទេនឹងមានដំណឹងល្អខ្ញុំជឿលើអ៊ុនវូអ្នកគ្នាញ៉ាំបាយហើយទៅធ្វើការទៅដឹងថាទីនោះមិនដាក់ទុនអស់ប្រាក់ច្រើនប៉ុណ្ណាទេបើគិតតែពីយំរាល់ថ្ងៃមិនចាំបាយរកស៊ីទេកូនម្សានឹងអូនមីនមុនពេលដែលអូនវូដឹងខ្លួនវិញពួកឯងមើលការខុសត្រូវក្រុមហ៊ុនទៅត្រូវប្រឹងប្រែងឲ្យមែនតើលឺទេលោកប៉ាពេលនេះនៅធ្វើការទៀតអីចង់ឃើញបងថ្លៃសម្លាប់មែនទេមិនអីទេបងអូនថ្លៃមកចំនួនគ្រឿងសង្ហារឹមទៅតែដំណើរការទោះរាងកាយមិនរឹងមាំក៏ខ្ញុំត្រូវមើលមុខចំនួនឲ្យអូនវូដែរអ្វីដែលខ្ញុំអាចធ្វើបានឲ្យអូនវូគឺមានតែប៉ុណ្្នឹងឯងរឹងពឹងឡើងអ្នកបង
ប៉ូលីសប្រាប់ថាកំពុងតែត្រួតពិនិត្យទូរស័ព្ទដៃរបស់បងប្រុសហើយនឹងកាមេរ៉ាសវត្ថិភាពនៅពេលនោះមិនយូរទេអ្នកបានដំណឹងហើយខ្ញុំនឹងសើបដឹងថាហេតុអីក៏យប់នោះបងប្រុសទៅទីនោះបងខ្ញុំចិត្តខ្ញុំទាំងកាយាបានខំប្តីប្រាថ្នាមិនអាចបងខំ